សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin សម្រាប់ថ្ងៃសុក្រទី27ខែមិនិលាឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹង Manchester United កំពុងតែពិចារណាចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេង3នាក់ដើម្បីត្រៀមសម្រាប់ការត្រឡប់ទៅប្រកួតអឺរ៉ុបវិញនៅរដូវកាលក្រោយកីឡាករដែលពួកគេចាប់អារម្មណ៍រួមមាន Yan Dimonde, RB Leipzig ខ្សែបម្រើស្លាបមានល្បឿននិងច្នៃប្រឌិតLewis Hall Newcastle ខ្សែការពារអាចលេងបានច្រើនតំណែងIlimandiaye Everton ខ្សែប្រយុទ្ធមានបទពិសោធន៍និងអាចរកគ្រាប់បាល់យុទ្ធសាស្ត្ររបស់ Man United គឺបញ្ចូលគ្នារវាងកីឡាករវ័យក្មេងបូកកីឡាករមានបទពិសោធន៍ដើម្បីបង្កើតក្រុមមានសមត្ថភាពប្រកួតទាំងក្នុងលីកនិងការប្រកួតអឺរ៉ុប